មុនជោគជ័យអ្នកអង្គការគិតមេងក៏ធ្លាប់បរាជ័យដែរពេលប្រឡូកក្នុងវិស័យចំនួនដំបូងហើយនេះជាកម្លាំងជំរុញឲ្យលោកក្រោកឈរវិញមុនខ្លាយជាសេដ្ឋីវ៉ាលៀនអ្នកអង្គការគិតមេងក៏មិនខុសពីអ្នកជោគជ័យជាច្រើនដែលសុទ្ធសឹងឆ្លងកាត់ការប្រឈមឬបរាជ័យនៅក្នុងការរកស៊ីដើម្បីលើកទឹកចិត្តក៏ដូចជាចែករំលែកបទពិសោធន៍ទៅកាន់អ្នកជាសហគ្រិនជាអ្នកគ្រប់គ្រងឬកំពុងឆ្លងកាត់ដំណើរជីវិតដែលមានត្បើងមានចុះលោកបានសរសេររៀបរាប់បង្ហោះនៅលើបណ្ដាញសង្គមដូចខាងក្រោមតើអ្នកធ្លាប់ដើរដល់ផ្លូវបំបែកមួយដែលអ្វីគ្រប់យ៉ាងហាក់មិនសម្រេចដូចបំណងដែរឬទេខ្ញុំផ្ទាល់ធ្លាប់ឆ្លងកាត់ចំណុចនេះអំត្បូងឆ្នាំដំបូងនៃការបង្កើតធុរកិច្ចរបស់ខ្ញុំបានឆ្លងកាត់ពេលវេលាមួយដែលកិច្ចព្រមព្រៀងសំខាន់មួយមិនបានសម្រេចដោយការគ្រោងទុកម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែជួបប្រទះបញ្ហាប្រឈមឬបរាជ័យនៅចំណុចណាមួយបរាជ័យគឺជាផ្នែកមួយមិនអាចជៀសផុតក្នុងដំណើរការមុខជំនួញបរាជ័យមិនគ្រាន់តែធ្វើឲ្យយើងខាក់ចិត្តប៉ុណ្ណោះទេប៉ុន្តែក៏បំផ្លាញអារម្មណ៍យើងផងដែរខ្ញុំគេងមិនលក់នាពេលរាត្រីខ្ញុំបានបាត់បង់ទំនុកចិត្តលើខ្លួនឯងហើយមានអារម្មណ៍មិនច្បាស់លាស់អស់មួយរយៈពេលចំពោះទិសដៅរបស់ខ្ញុំដែលត្រូវបន្តទៅមុខប៉ុន្តែបន្ទាប់មកខ្ញុំក៏បានយល់ដឹងថារាល់បុគ្គលជោគជ័យដែលខ្ញុំស្ងើចសរសើរសុទ្ធតែបានឆ្លងកាត់ពេលវេលាលំបាកបែបនេះហើយអ្នកទាំងនោះមិនបានបោះបង់គោលដៅរបស់ពួកគេឡើយពួកគេបានប្រែក្លាយគ្រាលំបាកទាំងនោះដោយធ្វើឲ្យខ្លួនពួកគេកាន់តែខ្លាំងរឹងមាំដូច្នេះហើយខ្ញុំក៏សម្រេចចិត្តធ្វើដូចពួកគេជំនួសឲ្យការមើលឃើញបរាជ័យថាជាបទពិសោធន៍ព្រឺព្រួចខ្ញុំបានរៀនយកភាពបរាជ័យធ្វើជាមទៅស្ថាបនាហើយសួរខ្លួនឯងថាតើខ្ញុំខកខានមិនបានធ្វើអ្វីខ្លះហេតុអ្វីបានជាបរាជ័យនោះកើតឡើងហើយសំខាន់បំផុតនោះតើខ្ញុំអាចធ្វើអ្វីឲ្យប្រសើរជាងនេះបរាជ័យទាំងនោះមិនត្រឹមតែផ្ដល់ឲ្យខ្ញុំនៅមេរៀនដ៏មានតម្លៃប៉ុណ្ណោះទេប៉ុន្តែក៏បានផ្ដល់ឱកាសល្អដល់ខ្ញុំក្នុងការបង្កើតភាពជាដៃគូពាណិជ្ជកម្មនិងសម្រួលដំណើរការក្រុមហ៊ុនខ្ញុំគឺក្រុមហ៊ុន Royal Group ឲ្យក្លាយទៅជាក្រុមហ៊ុនមួយដែលកំពុងមានវឌ្ឍនភាពដូចសប្តាហ៍ថ្ងៃនេះអ្វីដែលជារឿងពិតគ្មាននរណាម្នាក់ប្រាប់អ្នកនោះគឺភាពជោគជ័យមិនអាចកើតបានដោយការគេចពីបញ្ហាប្រឈមនោះទេភាពជោគជ័យបានមកពីការហ៊ានប្រឈមមុខជាមួយនឹងបញ្ហាហើយជំនះបញ្ហាប្រឈមទាំងនោះរាល់បញ្ហាប្រឈមដែលអ្នកជួបគឺជាមេរៀនដែលរងចាំអ្នកដើម្បីឲ្យអ្នករៀនពីវាឲ្យអ្នកលាស់ប្ដូរខ្លួនអ្នកនិងឲ្យអ្នករីកចម្រើនទៅមុខមិនថាអ្នកជាសហគ្រិនជាអ្នកគ្រប់គ្រងឬកំពុងឆ្លងកាត់ដំណើរជីវិតដែលមានត្បើងមានចុះនោះទេសូមដឹងពីចំណុចនេះបញ្ហាប្រឈមមិនមែនជារបាំងរារាំងដំណើរអ្នកនោះទេវាជាកាលានុវត្តភាពនាំអ្នកឆ្ពោះទៅភាពជោគជ័យដូច្នេះអ្នកត្រូវពុះពៀជំនះឧបសគ្គនិងស្វែងរកឱកាសល្អនៅពេលទន្ទឹមគ្នានេះហេតុដូចនេះនៅពេលដែលអ្នកជួបការលំបាកឬបញ្ហាប្រឈមទៅថ្ងៃមុខសូមសួរខ្លួនឯងថាការលំបាកនេះកំពុងបង្រៀនអ្វីដល់ខ្ញុំពីព្រោះនៅក្នុងមេរៀនដែលមានតម្លៃនេះបង្ហាញអ្នកនៅឱកាសដ៏ធំមួយដើម្បីឲ្យអ្នកទទួលបានជោគជ័យសូមចែករំលែកពីរបៀបដែលអ្នកបានជំនះបញ្ហាប្រឈមក្នុងពេលវេលាណាមួយដោយបានប្រែក្លាយវាទៅជាជោគជ័យហើយសូមចូលរួមបំផុសគំនិតគ្នាឲ្យធ្វើបែបនេះ